យើងត្រូវរក្សាគុណធម៌នឹងឲ្យបដូរផ្ដាច់ស្មើនឹងជីវិតទៅទៀតស្មើនឹងជីវិតណារឿងបាត់បង់អីព្រាត់ប្រាសអីជាធម្មតាទេទាំងលៀបទាំងយោទាំងការរាប់អានអាចថា2 3 ឆ្នាំ 4 5 ឆ្នាំ 10 ឆ្នាំក៏បានដែររាប់អានគ្នាឬក៏គោរពបូជាអីទៅតាមគុណធម៌ប៉ុន្តែវាអាចព្រាត់ប្រាសទៅហ្នឹងឯងដោយការបែកចិត្តហ្នឹងបែកចិត្តអញ្ចឹងទៅគឺជាធម្មតាទេទោះជាភរិយាស្វាមីក៏ដោយឬក៏ជាគូសង្សារអីហ្នឹងក៏ដូចគ្នាហ្នឹងឯងមិត្តភក្តិអីហ្នឹងដែលអាចនឹងជួបគ្នាក្នុងរយៈពេលវេលាឆាប់ក្តីយូរក្តីមានការបែកគ្នាជាធម្មតាកុំឲ្យតែគុណធម៌ព្រាត់ប្រាសអំពីខ្លួនយើងប៉ុណ្ណាហ្នឹងឯងចឹងគឺយើងត្រូវតែចងចាំអញ្ចឹងចឹងប៉ុណ្ណាអ្វីដែលព្រាត់ប្រាសអំពីយើងគឺព្រាត់ប្រាសទៅបានចឹងប៉ុណ្ណាព្រាត់ប្រាសទៅបានកុំឲ្យតែគុណធម៌ព្រាត់ប្រាសអំពីជីវិតរបស់យើងហ្នឹងឯងចឹងដូច្នេះនៅក្នុងសេចក្តីនៃពធទាំងពុទ្ធបរិស័ទយើងគឺថាយើងតាំងចិត្តស្ដាប់ដោយល្អយកចិត្តទុកដាក់ក្នុងអត្តន័យសេចក្តីខ្លឹមសារនៃជីវិតនឹងឯងចឹងគឺយើងតែងតែមានការជួបហើយព្រាត់ប្រាសទៅជាធម្មតាទេនឹងឯងយើងមិនអាចនឹងហួងហែងចិត្តអ្នកដទៃដើម្បីថាកុំឲ្យមានការលះបង់យើងនឹងឯងនៅតែស្រឡាញ់យើងនៅតែស្ម័គ្រស្មោះនឹងយើងនៅតែជ្រះថ្លាអីចឹងទៅសពគ្រប់រូបភាពទាំងអស់យើងមិនទៀមទាអីទេណាយើងមិនទៀមទាមិនឲ្យមានចិត្តចង្អៀតចង្អល់ខឹងក្រោធមិនខំខាំងអ្នកដទៃគឺថាអត់ទេនឹងឯងចឹងគឺថាកុំឲ្យតែគុណធម៌ព្រាត់ប្រាសអំពីជីវិតរបស់យើងទៅបានណាយើងរស់នៅជាមួយនឹងគុណធម៌ហៅថាសាមញ្ញចរេតែមានការប្រព្រឹត្តស្មើនៅក្នុងគុណធម៌ហ្នឹងចឹងទៅនឹងឯងព្រោះវាជាដំណើរជីវិតវដ្តសង្សារគឺត្រូវរួមជាមួយនឹងគុណធម៌នឹងឯងទាំងនាំមកនៅផលវិបាកជាសុខទាំងជាឧបនិស្ស័យឲ្យបានដល់នៅអរិយមគ្គអង្គ8អញ្ចឹងរឿងអ្វីៗដែលយើងបានជួបជុំនៅក្នុងโลกនេះទោះជាអ្នកដទៃនឹងមិនព្រាត់ប្រាសមិនចោលយើងក៏នៅតែយើងចោលអ្នកដទៃនឹងឯងយើងមិនក៏មិនគិតកន្លែងហ្នឹងផងយើងកើតទុកមិនសុខចិត្តត្រង់ដែលថាអ្នកដទៃចោលយើងហើយចុះដែលទីបំផុតយើងត្រូវតែចោលអ្នកដទៃដែរនោះយើងមានខាត់ថាកុំឲ្យយើងស្លាប់គឺណាកុំឲ្យយើងចាកលោកនឹងបានឯណាហ្នឹងហើយដូច្នេះវាជារឿងធម្មតាដូចតែគ្នាទេចឹងអ្វីបើមិនព្រាត់ប្រាសទៅមុនយើងក៏គង់តែយើងព្រាត់ប្រាសទៅចោលទេដូច្នេះយើងត្រូវតម្កល់ចិត្តប្រកបដោយបញ្ញាឲ្យឃើញថាអ្វីទាំងអស់ហ្នឹងស្មើគ្នាទេការបានហើយនឹងការព្រាត់ហ្នឹងចឹង